Ban ngày sướng sụt đây net ngọc ní chụp ní xa chỉ thay chỉ mùi nâng YouTubeរបស់ Mr. Se Korea បាទហ្នឹងហើយអញ្ចឹងថ្ងៃនេះយើងរៀនមេរៀនទី2អញ្ចឹងមានន័យថាភាគទី2គឺតពីភាគមុនបាទហ្នឹងហើយអញ្ចឹងក្នុងសៀវភៅដដែលបាទអញ្ចឹងគឺ Ilsang Sengwal Hankook នឹងដដែលបាទអញ្ចឹងយើងចូលទៅទាំងអស់គ្នាតែម្ដងកុំឲ្យខាត់ពេលយូរបាទអញ្ចឹងពាក្យទី2នេះគឺយើងប្រើមានន័យថាតើតើជាមួយនឹង Sengwal Yongpum បាទអញ្ចឹងគឺមានន័យថាតើតើជាមួយនឹងអឺរបស់របរដែលយើងប្រើប្រាស់ជាប្រចាំថ្ងៃអញ្ចឹងមានពាក្យគេខ្លះអញ្ចឹងយើងចូលមកពាក្យទី1ទាំងអស់គ្នាគឺ Orvi ទី1របស់យើងបាទអញ្ចឹងគឺសាមូស៊ីលមូលកនបាទអញ្ចឹងពាក្យសាមូស៊ីលនេះគឺមានន័យថាការិយាល័យបាទអញ្ចឹងមូលកនអញ្ចឹងរបស់របរដែលយើងប្រើប្រាស់មានន័យថារបស់របរដែលយើងប្រើប្រាស់នៅក្នុងនេះអញ្ចឹងណានៅក្នុងការិយាល័យរបស់យើងអញ្ចឹងមានគេខ្លះអញ្ចឹងពាក្យដែលយើងជាចាំបាច់ភាគច្រើនយើងនឹងជួបប្រើហ្នឹងគឺ e-card បាទអញ្ចឹង e-card អញ្ចឹង e-card ហ្នឹងអីគេអញ្ចឹង e-card នោះមានន័យថានេះអញ្ចឹងដូចគាត់ចង្អុលឡើយនេះអញ្ចឹងមានន័យថាចង្អុលកាបូបហ្នឹងអញ្ចឹងណាអញ្ចឹងកាបូបនេះអញ្ចឹងទៅ e-card អញ្ចឹងឡើយនេះគឺឆកតហ្នឹងមានន័យថារបស់នោះមានន័យថាកាបូបនោះអញ្ចឹងណាដូចខ្ញុំបង្ហាញដូចដៃគាត់ចង្អុលនឹងកាបូបនោះហើយមួយទៀតគឺកតអញ្ចឹងគឺកតមានន័យថាដូចគ្នាវាស្តៀងគ្នាមួយឆកតដែរគឺកតអញ្ចឹងមានន័យថាកាបូបនោះអីចឹងទៅហ្នឹងហើយអញ្ចឹងមួយទៀតគឺ move out ឬមួយក៏ more បាទអញ្ចឹងបកថាស្អីគេអញ្ចឹងណាអញ្ចឹងឧទាហរណ៍សួរថាអូអាហ្នឹងអីគេអញ្ចឹងណាហ្នឹងហើយអូខេអញ្ចឹងយើងមករៀនពាក្យបាទអញ្ចឹងនៅក្នុងមានន័យថានៅក្នុងការិយាល័យហ្នឹងមានគេខ្លះដែលយើងត្រូវការប្រើធម្មតាពេលយើងធ្វើការពេលខ្លះយើងនឹងជួបអញ្ចឹងពាក្យអីគេខ្លះយើងត្រូវការប្រើអញ្ចឹងណាដូចពាក្យទី1កន្លែងនេះគឺខ្មៅដៃអញ្ចឹងខ្មៅដៃកូរ៉េគេថាម៉េចដែរអញ្ចឹងគឺគេថា yon pil បាទ yon pil បាទអាចមើលមកខាងក្រោមនេះបានបាទអញ្ចឹងទី1នេះបាទអញ្ចឹងពាក្យទី2បាទពាក្យទី2នេះគឺប៊ិចបាទអញ្ចឹងប៊ិចគឺគេប្រើពាក្យ bull pen ហ្នឹងហើយ bull pen អញ្ចឹងអ្នកនរគ្នាអាចមើលនៅខាងក្រោមនេះបានបាទអញ្ចឹងគេបងលេខស្រាប់អញ្ចឹងណាអញ្ចឹងទី3គឺ kawi អញ្ចឹង kawi គឺកន្ត្រៃបាទអញ្ចឹងពាក្យទី4នេះគឺ khal khal នេះគឺមានន័យថាកាបិតអញ្ចឹងកាបិតមានន័យថាជាកាបិតគ្រប់ប្រភេទអញ្ចឹងទោះជាកាបិតយើងហាន់បន្លែហាន់អីក៏គេប្រើពាក្យ khal ដូចគ្នាបាទអញ្ចឹងពាក្យបន្ទាប់បាទអញ្ចឹងគឺបាទពាក្យទី5គឺគេដែរពាក្យទី5គឺ sike បាទ sike គឺនាឡិកាអូខេអញ្ចឹងចូលបន្តទៀតគឺ thalyok នេះគឺតាក់ទងមួយប្រតិទិនបាទយើង note មានន័យថាយើងអាចធ្វើការសរសេរចំណាំការភាពរបស់យើងធ្វើអីមួយបានអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងពាក្យទី7គឺ computer អញ្ចឹង computer បាទអញ្ចឹងដូចពាក្យអង់គ្លេសដែរទេអញ្ចឹង an គឺនេះគឺវ៉ែនតាបាទអញ្ចឹងពាក្យបន្ទាប់ទៀតគឺ Udepon ឬមួយក៏ Ude Chonhua អញ្ចឹងគឺទូរស័ព្ទរបស់យើងបាទអញ្ចឹង Ksanki គឺខ្មែរយើងហៅថា Casio ហ្នឹងណាបាទហ្នឹងហើយអញ្ចឹង Cup អញ្ចឹង Cup នេះគឺពែងឬមួយកែវទឹករបស់យើងផឹកទឹកផឹកអីចឹងទៅបាទអញ្ចឹងពាក្យប្រើនៅក្នុងសាមូស៊ីលអញ្ចឹងសាមូស៊ីលគឺភាគច្រើនគឺប្រទេសនឹងពាក្យទាំងអស់ហ្នឹងអញ្ចឹងបើសិនណាអ្នកនរគ្នាទិញហើយសរសេរព្យាយាមចាំឲ្យច្រើនការប្រឡងក៏អីគឺយើងអាចដឹងបានច្រើនហ្នឹងហើយអញ្ចឹងយើងព្យាយាមទិញឲ្យច្រើនមកសរសេរច្រើនអស់ទៅអាចធ្វើឲ្យចាំលឿនបាទអញ្ចឹងចូលដល់ពាក្យOVE អញ្ចឹងពាក្យទី2អញ្ចឹងតើតើជាមួយនឹង Sengwal Yongphum អញ្ចឹង Sengwal នេះបកថាជីវិតប្រចាំថ្ងៃរបស់យើងអញ្ចឹង Yongphum នេះមានន័យថារបស់របរបាទអញ្ចឹងរបស់របរប្រើប្រាស់ប្រចាំថ្ងៃរបស់យើងអញ្ចឹងណាហ្នឹងហើយអញ្ចឹងក្នុងជីវិតប្រចាំថ្ងៃរបស់យើងមានគេខ្លះអញ្ចឹងយើងមើលទៅនៅក្នុងបន្ទប់អញ្ចឹងនេះគឺមានន័យថានៅក្នុងបន្ទប់របស់យើងតើមានពាក្យគេខ្លះអញ្ចឹងពេលខ្លះយើងមកអញ្ចឹងយើងត្រូវការសួរតកែសួរអញ្ចឹងតើយើងចង់ទិញនេះទិញនោះអញ្ចឹងនៅណាអញ្ចឹងណាអញ្ចឹងបើយើងចេះពាក្យទាំងអស់នេះល្អអញ្ចឹង Hyuji អញ្ចឹង Hyuji នេះគឺមានន័យថាกระดาษជូតមាត់អូខេអញ្ចឹងទី2គឺខាជោកសាជីនបាទខាជោកសាជីនគឺមានន័យថារូបថតគ្រួសាររូបថតជុំគ្នាមួយគ្រួសារបាទអញ្ចឹងទី3គឺយ៉ខ្វាន់អ្នកនរគ្នាដឹងច្បាស់ហើយប៉ាសពតរបស់យើងហើយ GCAP អញ្ចឹង GCAP នេះគឺកាបូបដាក់លុយបាទកាបូបដាក់លុយរបស់យើងអញ្ចឹងទី5យ៉លសេបាទយ៉លសេគឺកូនសៅបាទសៅចាក់ផ្ទះសៅចាក់ឡានចាក់អីចឹងទៅអញ្ចឹងគឺយ៉លសេហ្នឹងហើយអញ្ចឹងខាបាំងអញ្ចឹងខាបាំងគឺកាបូបស្ពាយរបស់យើងបាទកាបូបស្ពាយរបស់យើងអញ្ចឹងមួយទៀតគឺអ៊ូសានអញ្ចឹងអ៊ូសានគឺឆាត់បាទឆាត់នៅកូរ៉េយើងត្រូវប្រើជាប្រចាំដោយសារតែមានភ្លៀងនេះយើងគេប្រើឆាត់អញ្ចឹងណាបាទអញ្ចឹងពាក្យបន្ទាប់ទៀតគឺហួាចាំងភូមិនេះគឺគ្រឿងនេះគេហៅគ្រឿងcosmetic មានន័យថាយើងផាត់មុខផាត់អីចឹងទៅណាហ្នឹងហើយ
ok Cool ចឹង Cool គឺកញ្ចក់បាទចឹងក៏យើងត្រូវការប្រើដែរកញ្ចក់នៅផ្ទះរបស់យើងអញ្ចឹងណាហ្នឹងហើយចឹងពាក្យមួយទៀតគឺ bit bit ហ្នឹងមានន័យថាក្រាស់ក្រាស់សិតសក់ក្រាស់សិតសក់របស់យើងហ្នឹងបាទអញ្ចឹងមួយទៀតគឺ Page អញ្ចឹង Page នេះគឺខ្នើយបាទខ្នើយកាយខ្នើយកេងរបស់យើងអូខេអញ្ចឹងពាក្យបន្ទាប់ទៀតគឺ e-bull e-bull អញ្ចឹង e-bull នេះគឺភួយយើង10ណាបាទហ្នឹងហើយអញ្ចឹងនេះគឺពាក្យមានន័យថាពាក្យយើងប្រើប្រាស់មានជាប្រចាំនៅក្នុងបន្ទប់របស់យើងអញ្ចឹងបើសិនណាជាយើងត្រូវការទិញត្រូវអីយើងពេលយើងសួរគេទៅអញ្ចឹងយើងអាចដឹងអញ្ចឹងណាឬមួយគេនិយាយពាក្យទាំងអស់ហ្នឹងយើងអាចដឹងថាគេចង់សួរពីនេះសួរពីនោះបាទអញ្ចឹងវិធីសាស្ត្រមានន័យថាការរៀនពាក្យហ្នឹងគឺមានន័យថាយើងព្យាយាមអានព្យាយាមទិញព្យាយាមសរសេរច្រើនអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដាននៅវីដេអូហើយកុំភ្លេចជួយ Subscribe ម្នាក់មួយផងអរគុណច្រើនហើយជួបគ្នានៅវីដេអូបន្តទៀតហ្នឹងហើយ